រឿងរ៉ាវដែលមិនគួរឲ្យមានវត្តមានស្ករគ្រាប់ដែលមានពណ៌ក្រហមឆ្អិនឆ្អៅនេះមានដើមកំណើតដំបូងចេញពីស្មៅស៊ូទ្រាំនិងរស់រាំងស្ងួតមួយប្រភេទនៅទ្វីបអាហ្វ្រិកវាជាដំណាំដែលកាន់តែលូតលាស់ខ្លាំងក្លាឡើងរាល់ពេលដែលវាស្មៅចំការដែលនៅជុំវិញវាងាប់រលួយអស់ទៅក្រុមអាជីវករបាននាំវាឆ្ពោះទៅកាន់ប្រទេសឥណ្ឌាដែលជាកន្លែងមនុស្សម្នាបុកកំទេចរបស់ផ្កាក្រហមរបស់វាឲ្យទៅជាកំទេចម៉ត់មានរសជាតិជូរហើយយកប្រើប្រាស់ជាគ្រឿងជំនួសដូចជាអំពិលនិងផ្លែក្រូចឆ្មាក្នុងតម្លៃដ៏ថោកបន្ទាប់មកគ្រូឱសថបុរាណចិនបានកត់ត្រាទុកអំពីវាដោយប្រើប្រាស់វាដើម្បីបញ្ចុះកម្ដៅកាត់បន្ថយការរលាកនិងបំពេញជាតិទឹកឡើងវិញនៅតាមតំបន់នានាដែលរុក្ខជាតិឱសថដទៃទៀតមិនអាចដុះលូតលាស់បានប៉ុន្តែវាអាចលូតលាស់បានក្រោយមកទៀតនាវាអាណានិគមបានពង្រីកការចែកចាយវាទូទាំងតំបន់ការីបៀនដែលជាកន្លែងដែលក្រុមមនុស្សទេសចរបានកែច្នៃវាឲ្យទៅជាលក្ខណៈលាបពណ៌ជាឱសថនិងជាប្រភពវីតាមីន C តែមួយគត់ដែលពួកគេអាចពឹងផ្អែកបានក្រុមគ្រួសារនៅគ្រប់ទិសទីបានរក្សាវាទុកដោយប្រើជាបន្ទះស្ដើងៗដែលអាចទុកបានរហូតពេញមួយរដូវកាលវាជាអាហារមួយក្នុងចំណោមអាហារតិចតួចបំផុតដែលអាចរក្សាបាននៅពណ៌ដ៏ស្រស់ឆើតឆាយនិងរសជាតិជូរនិងសុវត្ថិភាពក្នុងការបរិភោគដោយមិនចាំបាច់មានការប្រមូលផលថ្មីៗនោះឡើយជាចុងក្រោយបន្ទះស្ដើងៗទាំងនេះបានធ្វើដំណើរទៅដល់ផ្ទះបាយបរមរាជវាំងដោយសារតែពណ៌ដ៏ស្រស់ឆើតឆាយមិនគួរឲ្យជឿនិងរសជាតិជូរមុតរបស់វាពួកវាត្រូវបានគេចាត់ទុកជាអាហារដ៏មានតម្លៃនិងពេញនិយមបំផុតហើយនៅពេលបច្ចុប្បន្ននេះស្ទើរតែរាល់ស្ករគ្រាប់ Rossell ទាំងអស់នៅតែមានប្រជាប្រិយភាពដដែលដែលបាននាំវាឆ្លងកាត់ទ្វីបនានាវាជាអាហារដ៏មានឱជារសសកលមួយដែលមានវត្តមានបានឡើងគឺដោយសារតែការខូចខាតនៃផ្ទៃដីតែប៉ុណ្ណោះ